rương cốt mà con sấy ca mía sạc mai mùi đạiประพุทธองค์ទ្រង់គង់នៅវត្តជាតិពុនក្នុងក្រុងសាវត្ថីកាលនោះមានឧបាសកឧបាសិកាមានសទ្ធាជ្រះថ្លាបាននាំគ្នាធ្វើរោងបុណ្យចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃម៉ែវាអើយប្រញាប់ឡើងដល់ម៉ោងចង្ហាន់លោកហើយណាចាអ្នករួចរាល់ឥឡូវហើយនៅតែមកមុខទៀតទេមកហូបឆ្អិនអស់ហើយរៀបចំរទេះឲ្យហើយទៅខ្ញុំរៀបចំមកហូបអាហារបង្អែមចំអាបបណ្ដាល្អណាស់អញ្ចឹងកាលនោះមានកុមារម្នាក់ជាអ្នករឹងរូសអន្តពាលបានឃើញឧបាសកនិងឧបាសិកាដឹកជញ្ជូនមកហូបអាហារបង្អែមចំអាបទៅប្រគេនព្រះសង្ឃក៏និយាយចំអកឡកលើយយីអាតើយាយឯងយកមកហូបអាហារទៅណាយកទៅឲ្យស្រំត្រងល់ទាំងនោះមែនទេបើយកទៅឲ្យស្រំត្រងល់មែននោះយកទៅចាក់ចោលនៅកំណត់សម្រាប់ល្អជាងយីអាមិនក៏កុមារនេះច្រឡំបើច្រឡំខាងទាំងនេះណោះពុទ្ធបរិស័ទទាំងឡាយការបានលើសម្ដីកុមារអសរោះដូច្នោះក៏បាននាំយករឿងនេះទៅប្រាប់ដល់ឪពុកម្ដាយរបស់គេឪពុកម្ដាយផិតភ័យជាខ្លាំងទើបនាំកូនទៅសូមខមាទោសពីសំណាក់ព្រះពុទ្ធអង្គនៅឯវត្តជាតិពុនបបិទ្ធព្រះអង្គដ៏ចម្រើនយើងខ្ញុំព្រះអង្គពិតជាមានសេចក្តីសុខស្ដាយជាខ្លាំងចំពោះសម្ដីកូននេះដែលបានមាក់ងាយដល់ព្រះត្រៃរតនៈយើងខ្ញុំព្រះអង្គនាំមកសូមខមាទោសសូមព្រះអង្គអត់នៅទោសនេះដល់អនុគ្រោះផងខ្ញុំព្រះករុណាសូមខមាទោសចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពសូមព្រះអង្គអនុគ្រោះផងប្រពៃហើយកុមារចូលចម្រើនក្នុងព្រះពុទ្ធសាសនាតទៅចុះកុមារមានសេចក្តីជ្រះថ្លាចំពោះព្រះពុទ្ធអង្គក៏បានរៀបចំចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃមានព្រះពុទ្ធជាប្រធានអស់រយៈពេល7ថ្ងៃទើបត្រឡប់ទៅផ្ទះវិញពេលបានបំពេញបុណ្យកុសលយ៉ាងនេះហើយម្ដេចក៏ដូចជាសប្បាយម្ល៉េះណោះពុកម៉ែពេលនេះកូនដូចជាមានសេចក្តីសប្បាយក្នុងការបំពេញបុណ្យកុសលណាត្រឹមត្រូវណាកូនបុណ្យកុសលដែលយើងបានធ្វើហើយរមែងនាំមកនៃសេចក្តីសុខយ៉ាងពិតប្រាកដថ្ងៃក្រោយមកកុមារនោះក៏បានស្លាប់ក៏បានទៅចាប់កំណើតក្នុងផ្ទៃស្រីផ្កាមាសលុះគ្រប់ខែក៏សម្រានមកលុះដឹងថាជាកូនប្រុសក៏ពឹងគេឲ្យយកទៅចោលនៅគំនរសម្រានក្នុងព្រៃស្មៅសានទៅណែសំឡាញ់សុកជួយយកកូននេះទៅចោលឲ្យផងគ្នាមិនអញចាំវាបានទេបើវាមានបុណ្យសំណាងសូមឲ្យមានគេទទួលយកវាទៅចាំចាស់អីទេចាំគ្នាជួយធម្មតាទេអ្នកប្រកបរបរដូចយើងមិនអញចាំកូនប្រុសបានទេពួកក្អែកថ្មារអាប្រែតបិសាចអរិយអរុគទេវតាជួយបិបាច់ថែរក្សាមិនមានក្តៅរងាឈឺចាប់អ្វីឡើយវេលាឃ្លានយកដៃដាក់ចូលមាត់ជញ្ជក់ក៏មានទឹកដោះចេញមកដោយអំណាចបុណ្យដែលបានប្រទានចង្ហាន់ព្រះសង្ឃអស់7ថ្ងៃនោះព្រះពុទ្ធអង្គបានប្រមាណមើលឧបនិស្ស័យសត្វក៏ជ្រាបថាទីរូបគួរត្រូវបានអនុគ្រោះទើបព្រឹកឡើងព្រះអង្គក៏យាងទៅកាន់ព្រៃស្មៅសានដោយមានពុទ្ធបរិស័ទជាច្រើនតាមព្រះអង្គទៅជាមួយដែរមនាលអ្នកទាំងឡាយទីរូបនេះកើតក្នុងផ្ទៃនៃស្ត្រីផ្កាមាសត្រូវគេយកមកចោលទីនេះចុះហេតុអ្វីបានជាគេយកមកចោលដូច្នេះក្រាបទូលដោយពីវិរិយមើលងាយចង្ហាន់ដែលគេរៀបចំប្រគេនព្រះសង្ឃឲ្យគេយកទៅចោលនៅគំនរសម្រាមទើបត្រូវមកទទួលផលយ៉ាងដូច្នោះទីរូបនេះកាលពីជាតិមុនបានប្រគេនចង្ហាន់ព្រះសង្ឃមានតថាគតជាប្រធានអស់7ថ្ងៃតទៅត្រូវទទួលសម្បត្តិក្នុងលោកនេះនិងលោកខាងមុខពេលនោះកហបតីឧបាសកមានទ្រព្យសម្បត្តិ80កោដដែលបានអង្ហែព្រះពុទ្ធអង្គដែរក៏បានចូលទៅលើកទីរូបនោះពីគំនរសម្រាមបបិទ្ធព្រះអង្គដ៏ចម្រើនតទៅទីរូបនេះគឺជាកូនរបស់ខ្ញុំព្រះករុណាហើយប្រពៃណាកហបតីក្រោយមកកហបតីឧបាសកក៏បានស្លាប់ទៅទ្រព្យសម្បត្តិទាំងអស់ក៏ធ្លាក់ក្នុងដៃរបស់កុមារនោះគេមានអាយុ100ឆ្នាំទើបស្លាប់បានទៅកើតក្នុងទេវលោកទៅពីវិរិយរបស់សត្វលោកមិនដែលសាបសូន្យឡើយដូចគ្នាដែរបុណ្យកុសលដែលគេបានបំពេញហើយក៏មិនដែលវិនិច្ឆ័យទៅណាឡើយមុននឹងក្រោយកុសលក្តីអកុសលក្តីតែងឲ្យផលផ្លាស់ប្ដូរវៀនគ្នាជាប្រចាំមិនដែលខកខានឡើយព្រោះហេតុនោះបុគ្គលក៏បីបំពេញកុសលឲ្យបានច្រើនបុណ្យរមែងនាំមកនៅសេចក្តីសុខនៅទីបំផុតសូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូជាទីជ្រះថ្លាជាច្រើនទៀតពី Mikip The Thor នាំមកជូនដោយ Medphone